ថ្ងៃនេះមានកិត្តិយសធ្វើសន្និសីទសារព័ត៌មានរួមគ្នាប៉ុន្តែខ្ញុំចាប់ផ្ដើមនិយាយមុនរួចហើយខ្ញុំនឹងជូនវេទិកាទៅជូនគាត់អរគុណបាទសម្ដេចទ្រង់អាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតអមដំណើរដោយភរិយាលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីទើបតែអញ្ជើញត្រឡប់មកដល់ភ្នំពេញវិញបន្ទាប់ពីដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី48ពីថ្ងៃទី7រហូតដល់ថ្ងៃទី8ឧសភានៅកោះសេប៊ូប្រទេសហ្វីលីពីនក្នុងរយៈពេល2ថ្ងៃចុងក្រោយនេះពិសេសនៅក្រៅក្របខ័ណ្ឌជំនួបកំពូលអាស៊ានទំនាក់ទំនងកម្ពុជាថៃគឺជាប្រធានបទផុសផុលជាងគេបង្អស់ដោយសារកាលពីល្ងាចថ្ងៃ7ឧសភាម្សិលមិញនេះអេដាមម៉ាកូស Junior ប្រធានាធិបតីហ្វីលីពីនដែលជាប្រធានអាស៊ានបានរៀបចំជំនួបកំពូលរវាងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិងអេដាមម៉ានូទីនច័ន្ទវីរៈគុលប្រមុខរដ្ឋាភិបាលថៃនៅក្នុងកិច្ចប្រជុំត្រីភាគីកម្ពុជាហ្វីលីពីនថៃសម្ដេចធិបតីថ្លែងរំលឹកយ៉ាងទទូចថាការប្រើប្រាស់កម្លាំងនិងការបង្កើត fair accompli ពោលគឺការបង្កើតអង្គហេតុលើទីតាំងជាក់ស្ដែងដើម្បីផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនគឺជាការមួយដែលកម្ពុជាមិនអាចទទួលបានជាដាច់ខាតយ៉ាងណាក្តីសម្ដេចធិបតីនិងនាយករដ្ឋមន្ត្រីថៃបដិញ្ញាចិត្តរួមគ្នាថានឹងធ្វើឲ្យទំនាក់ទំនងកម្ពុជាថៃមានប្រក្រតីភាពឡើងវិញជាលំដាប់គោលដៅគឺដើម្បីនៅទីបំផុតសម្រេចឲ្យបាននៅសន្តិភាពយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរម្ល៉េះហើយការពិភាក្សាផ្ដោតជាពិសេសទៅលើវិធានការកាត់បន្ថយភាពតានតឹងរវាងថៃនិងកម្ពុជានិងទៅលើការកសាងទំនុកទុកចិត្តគ្នាទៅវិញទៅមកឡើងវិញត្រង់នេះសម្ដេចធិបតីលើកឡើងថាត្រូវតែចាប់ផ្ដើមឡើងវិញនៅរាល់យន្តការដែលមានស្រាប់ដូចជាគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC គណៈកម្មាធិការព្រំដែនទូទៅ GBC និងគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគ RBC ចំពោះសម្ដេចធិបតីអ្វីដែលសំខាន់លើសគេគឺការផ្ដើមឡើងវិញភ្លាមឲ្យបានឆាប់រហ័សជាទីបំផុតកិច្ចការងារវាស់វែងនឹងខណ្ឌសីមាព្រំដែនគោកស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ពិសេសស្របទៅតាមចំណុចទី3នៃសេចក្តីប្រកាសរួមថ្ងៃ27ធ្នូ2025ជារួមចំពោះសម្ដេចធិបតីការងារវាស់វែងនឹងខណ្ឌសីមាព្រំដែនអាចប្រព្រឹត្តទៅបានវាអាចប្រព្រឹត្តទៅបានដោយក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរសូម្បីតែមិនទាន់មានកិច្ចប្រជុំ JBC ក៏ដោយពីព្រោះកម្ពុជានិងថៃមានរួចស្រេចបាត់ទៅហើយក្របខ័ណ្ឌយន្តការនិងកិច្ចព្រមព្រៀងសម្រាប់អនុវត្តការងារនៅលើទីតាំងដោយមិនចាំបាច់ពន្យាពេលតទៅទៀតទេករណីនេះធ្លាប់បានអនុវត្តនាពេលកន្លងទៅនៅចន្លោះឆ្នាំ
2013 និង 2024 ដែលទោះបីជាមិនមានប្រជុំ GBC ក៏ក្រុមការងារបច្ចេកទេសព្រំដែនទាំងពីរបានបន្តធ្វើការជាមួយគ្នាក្នុងការចុះកំណត់ទីតាំងបង្គោលព្រំដែនជាក់ស្ដែងលើដីក្នុងន័យស្ដារទំនុកទុកចិត្តគ្នាឡើងវិញនិងក្នុងន័យលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមកសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីថៃអនុទីនច័ន្ទវីរៈគុលក៏លើកឡើងដែរអំពីសារៈសំខាន់នៃការផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រជាជននិងប្រជាជនជាអាចតាមរយៈសមាគមមិត្តភាពកម្ពុជាថៃដោយឡែកក្នុងជំហានទៅមុខនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃឯកភាពគ្នាប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរឲ្យបន្តការពិភាក្សាលំអិតបន្ថែមទៀតនិងអនុវត្តការងារទាំងនោះក្នុងអភិក្រមមួយជាក់ស្ដែងដែលផ្ដោតសំខាន់លើលទ្ធផលជាក់ស្ដែងទាំងអស់នេះគឺជាអ្វីដែលពាក់ព័ន្ធនឹងបញ្ហាព្រំដែនគោកស្ដីពីបញ្ហាព្រំដែនសមុទ្រវិញនៅចំពោះមុខនាយករដ្ឋមន្ត្រីថៃអនុទីនសម្ដេចធិបតីហ៊ុនម៉ាណែតសម្ដែងការសោកស្ដាយចំពោះការដែលថៃដកខ្លួនជាឯកតោភាគីចេញពី MOU 2001 MOU នេះគឺជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់រវាងកម្ពុជានិងថៃដើម្បីដោះស្រាយជម្លោះពាក់ព័ន្ធនឹងការទាមទារតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រពីសំណាក់កម្ពុជាផងនិងពីសំណាក់ថៃផងសម្ដេចធិបតីពន្យល់បនភ្លឺដល់អង្គប្រជុំត្រីភាគីកម្ពុជាហ្វីលីពីនថៃថាគឺការរលាយបាត់បង់យន្តការទ្វេភាគីតែមួយគត់នេះហើយដែលធ្វើឲ្យកម្ពុជាគ្មានជំរឿសអ្វីផ្សេងក្រៅតែពីសម្រេចចិត្តប្រើប្រាស់យន្តការនៃការផ្សះផ្សាគ្នាផ្សះផ្សាដោយចាប់បង្ខំពីអង់គ្លេសគេហៅថា compulsory conciliation ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ UNCLOS សម្ដេចធិបតីគូបញ្ជាក់ថាចំពោះកម្ពុជាយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំនេះគឺជាមាគ៌ាសន្តិវិធីដែលនឹងនាំទៅរកដំណោះស្រាយដ៏យុត្តិធម៌មួយសម្រាប់ភាគីជម្លោះកម្ពុជាថៃនៅក្នុងបញ្ហាព្រំដែនសមុទ្រសម្ដេចធិបតីថ្លែងបញ្ជាក់ទៀតថាកម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរនៃការដោះស្រាយជម្លោះកម្ពុជាថៃដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់ពីព្រោះសម្ដេចចង់កសាងជាមួយនាយករដ្ឋមន្ត្រីថៃអនុទីននៅសន្តិភាពមួយយូរអង្វែងដែលនឹងអនុញ្ញាតឲ្យប្រជាជនកម្ពុជានិងថៃអាចបន្តរួមរស់នៅជិតគ្នាក្នុងសុខក្សេមក្សាន្តដោយឡែកមុននឹងបញ្ចប់ខ្ញុំសូមជម្រាបជូនថាសម្ដេចធិបតីក៏សម្ដែងនៅការកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីអនវ៉ាអ៊ីប្រាហ៊ីមក្នុងនាមជាប្រធានអាស៊ាននៅក្នុងអតីតកាលហើយនឹងអរគុណឯកឧត្តមប្រធានាធិបតី Marcos Junior ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្នចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមទាំងពីរក្នុងការជួយសម្រួលរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជាថៃដោយសន្តិវិធីដូចគ្នាសម្ដេចក៏មិនភ្លេចថ្លែងអំណរគុណដែរដល់បណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ពិសេសក្រុមអ្នកសង្កេតការណ៍អាស៊ានដែលបាននិងកំពុងបន្តជួយត្រួតពិនិត្យនិងធានាការអនុវត្តបទឈប់បាញ់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃសូមអរគុណឥឡូវនេះខ្ញុំសូមប្រគល់
វិធីការជូនអាយដាមសុណារូដើម្បីឲ្យអាយដាមលើកឡើងពីប្រធានបទស្នូលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី48នៅកោះស៊ីប៊ូប្រទេសហ្វីលីពីនសូមជួយអាយដាមបាទអរគុណអាយដាមរងផុនសតាន់សូមគោរពជំរាបសួរសម្ដេចអាយដាមទ្រង់លោកជំទាវជនរួមជាតិជាទីគោរពហើយដូចយើងដឹងហើយគណៈបព្វភូនៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតទើបតែអញ្ជើញមកដល់រាជធានីភ្នំពេញវិញបន្ទាប់ពីការអញ្ជើញចូលរួមនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី48នៅសាធារណរដ្ឋហ្វីលីពីនប្រកបដោយជោគជ័យហើយយើងដឹងហើយក្រៅពីដោះស្រាយកិច្ចការព្រំដែនទាំងព្រំដែនគោកនិងព្រំដែនទឹកសម្ដេចក៏បានអញ្ជើញស្របតាមការអញ្ជើញរបស់ឯកឧត្តម Ferdinand Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីននិងជាប្រធានអាស៊ានបដូវវេនឆ្នាំ2026គណៈបព្វភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមដំណើរដោយលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតឧត្តមភរិយារបស់សម្ដេចធិបតីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី48នៅថ្ងៃទី7-8 ខែឧសភាឆ្នាំ2026ពោលគឺម្សិលមិញនឹងថ្ងៃនេះអញ្ជើញអមដំណើរសម្ដេចធិបតីរួមមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍នយោបាយសន្តិសុខអាស៊ានហើយឯកឧត្តមហងជួនណារុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាជាតំណាងជាតិសម្រាប់សហគមន៍សង្គមវប្បធម៌អាស៊ាននិងលោកជំទាវចោមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាននិងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលព្រមទាំងតំណាងសភាពាណិជ្ជកម្មនិងសមាគមអ្នកអង្គការជាច្រើនរូបទៀតហើយនាព្រឹកមិញនេះគឺថ្ងៃ8ខែឧសភាពិធីបើកនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី48បានរៀបចំឡើងយ៉ាងឱឡារិកនៅកោះសេប៊ូនៃប្រទេសហ្វីលីពីនហើយអញ្ជើញចូលរួមមានពិធីបើកគឺមានប្រជាស៊ូតង់ប្រមុខរដ្ឋាភិបាលនិងបណ្ដាភរិយានៃប្រទេសសមាជិកអាស៊ានទាំង11លោកអគ្គលេខាធិការអាស៊ានភ្ញៀវកិត្តិយសជាច្រើនទៀតនិងមានតំណាងមិនមែននយោបាយរបស់ប្រទេសមីយ៉ាន់ម៉ាក៏បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរហើយបន្ទាប់ពីពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលអាស៊ានលើកទី48បានដំណើរការសម័យប្រជុំពេញអង្គក្រោមប្រធានបទដែលស្នើឡើងដោយប្រទេសហ្វីលីពីនជាម្ចាស់ប្រទេសជាប្រធានបដូវវេនឆ្នាំនេះគឺដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នាថ្នាក់ដឹកនាំកំពូលអាស៊ានបានពិនិត្យឡើងវិញនៅការរីកចម្រើននៃការកសាងសហគមន៍អាស៊ានមាគ៌ាឆ្ពោះទៅមុខដែលមានសសរស្តម្ភទាំង3គឺសហគមន៍នយោបាយសន្តិសុខសហគមន៍សេដ្ឋកិច្ចនិងសហគមន៍សង្គមវប្បធម៌អាស៊ាននិងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ2045គឺអនាគតរួមរបស់ពួកយើងភាពធន់នវានុវត្តន៍ធម្មភាពនិងប្រជាជនជាស្នូលនៃអាស៊ានក៏ដូចជាការពង្រឹងមជ្ឈត្តភាពនិងឯកភាពអាស៊ាននៅក្នុងស្ថានភាពពិភពលោកដែលបច្ចុប្បន្ននេះមានការប្រឈមនឹងអស្ថិរភាពនិងសង្គ្រាមជាបន្តបន្ទាប់នៅតាមតំបន់នានាជាពិសេសគឺការវិវត្តថ្មីនេះនៃសភាពការចំនួននៅតំបន់មជ្ឈមបូព៌ាដែលមានការប៉ះពាល់ដល់សន្តិភាពស្ថិរភាពសេរីភាពនៃការធ្វើនាវាចរនិងការហោះហើរប៉ះពាល់ដល់សន្តិសុខស្បៀងសន្តិសុខធម្មពលការដឹកជញ្ជូនបណ្ដាញ logistic និងសុវត្ថិភាពរបស់ពលរដ្ឋអាស៊ានក្នុងនោះមានទាំងពលកររបស់កម្ពុជានៅទីនោះផងដែលបញ្ហានេះបាននឹងកំពុងជះឥទ្ធិពលដោយផ្ទាល់ប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមនិងបរិស្ថានសន្តិសុខនៃតំបន់អាស៊ានទាំងមូលហេតុនេះបញ្ហាធានាសន្តិសុខធម្មពលក្នុងតំបន់ស្ថិរភាពសន្តិសុខស្បៀងនិងសុវត្ថិភាពរបស់ពលរដ្ឋអាស៊ានជាបញ្ហាចម្បងដែលអាស៊ានកំពុងយកចិត្តទុកដាក់រួមគ្នាដោះស្រាយ
ប្រមុខដឹកនាំកម្ពុជាអាស៊ានបានគូបញ្ជាក់ពីសារៈសំខាន់នៃការរួមគ្នាដើម្បីពង្រឹងតំបន់អាស៊ានប្រកបដោយសន្តិភាពស្ថិរភាពបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចឲ្យកាន់តែស៊ីជម្រៅការតបជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តការតបជាប់បណ្ដាញធម្មពលអាស៊ានធម្មពលស្អាតធម្មពលកកើតថ្មីការតបជាប់ប្រជាជននិងប្រជាជនការបង្កើនឡើងបន្ថែមទៀតនៃលំហូរពាណិជ្ជកម្មនិងវិនិយោគផ្ទៃក្នុងរបស់អាស៊ានមានភាពធន់ចីរភាពនិងពង្រឹងអំណាចប្រជាជនឆ្ពោះទៅកាន់អនាគតសហគមន៍អាស៊ានមួយប្រកបដោយសន្តិភាពវិបុលភាពនិងបរិយាបន្នថ្នាក់ដឹកនាំកម្ពុជាអាស៊ានក៏បានបញ្ជាក់នៅការគ្រប់គ្រងដល់សេរីភាពនៃការធ្វើដំណើរតាមច្រកសមុទ្រនានាមិនមែនត្រឹមតែច្រកសមុទ្រ Hormuz ទេច្រកសមុទ្រ Malacca ច្រកសមុទ្របណ្ដាច្រកសមុទ្រនានាទៀតគឺស្របតាមច្បាប់សមុទ្រអន្តរជាតិ UNCLOS ឆ្នាំ1982កាត់បន្ថយជាអតិបរមានៃការផលប៉ះពាល់ដល់លំហូរនៃធម្មពលទំនិញសំខាន់ដែលអាចជះឥទ្ធិពលដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោកថ្នាក់ដឹកនាំកម្ពុជាអាស៊ានក៏បានអំពាវនាវឲ្យមានការអត់ធ្មត់ខ្ពស់បញ្ឈប់រាល់សកម្មភាពបន្ទុះសារាយធ្វើសកម្មភាពដោយទទួលខុសត្រូវគោរពច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិនិងសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោះស្រាយភាពខុសគ្នាដោយសន្តិវិធីជំរុញការសន្ទនានិងការទូតជាមធ្យោបាយដោះស្រាយចំនួននិងភាពតានតឹងការពារជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងគ្រាមានចំនួនប្រដាប់អាវុធបើទោះបីវិបត្តិលើកនេះអាចនឹងបញ្ឈប់នៅពេលឆាប់ខាងមុខក៏ដោយក៏បញ្ហាសន្តិសុខសម្ពលនិងសន្តិសុខស្បៀងនៅតែជាចំណុចយុទ្ធសាស្ត្រជាសន្តិសុខយូរអង្វែងដែលតម្រូវឲ្យអាស៊ានទាំងអស់យកចិត្តទុកដាក់ដោះស្រាយជារួមមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី48នេះគឺសម្ដេចធិបតីហ៊ុនម៉ាណែតបានគាំទ្រចំពោះការធ្វើប្រធានរបស់ប្រទេសហ្វីលីពីននៅឆ្នាំ2026ជាពិសេសលើប្រធានបទដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នាសម្ដេចធិបតីបានគូបញ្ជាក់ថាដើម្បីដោះស្រាយវិបត្តិធម្មពលបច្ចុប្បន្នដែលបណ្ដាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ាយើងត្រូវពន្លឿនការផ្ដល់សច្ចាប័ននិងការដំណើរការនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសន្តិសុខប្រេងឥន្ធនៈការធ្វើពិពិធកម្មប្រភពធម្មពលនិងផ្លូវដឹកជញ្ជូនរបស់យើងនឹងនៅតែមានសារៈសំខាន់ក៏ដូចជាការធានាជាថាចំណុចសំខាន់នៃផ្លូវសមុទ្រនៅតែមានសុវត្ថិភាពនិងបើកចំហការជំរុញបណ្ដាញអគ្គិសនីអាស៊ាននិងបំពង់បង្ហូរអូស្មန်ឆ្លងអាស៊ានអាចជួយបង្កើននៅភាពបត់បែននៃពាណិជ្ជកម្មធម្មពលនៅក្នុងតំបន់និងភាពបត់បែននៃការផ្គត់ផ្គង់សម្ដេចធិបតីបានបញ្ជាក់ទៀតថាដើម្បីសន្តិសុខស្បៀងអាហារអាស៊ានគួរតែពង្រឹងការត្រួតពិនិត្យក្នុងតំបន់និងការចែករំលែកព័ត៌មានព្រមទាំងប្រើប្រាស់ឧបករណ៍ដែលមានស្រាប់ឲ្យកាន់តែប្រសើរឡើងដូចជាទុនបំរុងអង្គបន្ទាន់របស់អាស៊ានបូក3និងប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាហារអាស៊ានក្នុងនាមជាប្រទេសដែលមានស្បៀងអាហារលើសគឺកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងរឿងនេះអាស៊ានក៏អាចពិចារណាកំណត់ការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ផលិតផលកសិកម្មដើម្បីធានាសន្តិសុខស្បៀងអាហារក្នុងអំឡុងពេលមានវិបត្តិផងដែរចំពោះបញ្ហាការពារពលរដ្ឋសម្ដេចធិបតីបានយកចិត្តទុកដាក់ដោយអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ត្រូវតែគោរពពេញលេញចំពោះកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិនិងគោលការណ៍ចម្បងរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិហើយថ្នាក់ដឹកនាំកម្ពុជាអាស៊ានក៏បានអនុម័តនៅឯកសារមួយចំនួនក្នុងកិច្ចប្រជុំនេះផងដែរដូចជាកិច្ចព្រមព្រៀងពិធីសាសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញអាស៊ានដែលជាវិសោធនកម្មលើកដំបូងបង្អស់តាំងពីធម្មនុញ្ញអាស៊ានកើតមកនៅឆ្នាំ2007ដើម្បីសម្របតាមការចូលជាសមាជិកថ្មីទី11របស់ប្រទេសអ៊ីស្ទីម៉ូហើយទី2ទៀតគឺអនុម័តនៃសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានអំពីកិច្ចសហប្រតិបត្តិការសមុទ្របាទ
ទី3គឺសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានអំពីការឆ្លើយតបនឹងវិបត្តិនៅមជ្ឈមបូព៌ាហើយនារសៀលថ្ងៃទី8នេះខែឧសភានេះថ្នាក់ដឹកនាំអាស៊ានក៏បានចូលរួមកិច្ចប្រជុំចង្អៀតដើម្បីផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាជាកង្វល់រួមរបស់តំបន់អាស៊ាននិងពិភពលោកហើយក៏ក្នុងឱកាសនេះមានវត្តមានសម្ដេចធិបតីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី48នេះផងដែរលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតឧត្តមភរិយារបស់សម្ដេចធិបតីក៏បានអញ្ជើញចូលរួមសកម្មភាពពិធីការជាន់ខ្ពស់សកម្មភាពវប្បធម៌មិត្តភាពជាមួយបណ្ដាភរិយានៃបណ្ដាប្រមុខដឹកនាំអាស៊ាននៅកោះសេប៊ូផងដែរហើយខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ហើយដោយសារតែពេលវេលាក៏យប់ជ្រៅទៅហើយដូច្នេះសន្និសីទកសែតជំនួសមុខឲ្យអាដាមសងហ្វុងសផងគឺសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណ